ចឹងខ្ញុំកាយមើលមួយទៀតណាដោះស្រាយវិសម័យកាលតែជាតម្រង់ចែកនេះតម្រង់ចែកគេធ្វើមិនអញ្ចឹងបើសិនជាតម្រង់ចែកយើងរកដងចាប់ដើមមកឲ្យគេបើហើយឲ្យវាស្មើ0ចានេះខ្វាយជាងមុនបន្តិចយើងប្រើបើឲ្យខាងលើស្មើ0ផ្សេងឲ្យខាងក្រោមស្មើ0ផ្សេងផ្សេងគ្នាអញ្ចឹងឲ្យស្មើ0ពីរដងអត់មានឲ្យទាំងដុំកន្លែងនេះណាមិនឲ្យមកដុំនេះស្មើ0ទេឲ្យខាងលើស្មើ0និងឲ្យខាងក្រោមស្មើ0ដែរអញ្ចឹងពីរដងអញ្ចឹងតោះយើងចាប់ដើមបើអត់ឲ្យទាំងដុំទេឲ្យតែភាគយកទេគឺអី x ការ៉េបូក 3x ដក5ស្មើទៅដក4ស្មើហ្នឹង0ខ្វែងចេញហ៎អញ្ចឹងយើងខ្វែងបាន x បូក 4 កតាឲ្យ x ដក1ស្មើ0អញ្ចឹងយើងប្របែកបានកតានីមួយx បូក4ស្មើ0ហើយ x ដក1ស្មើ0អញ្ចឹងយើងបោះមកបាន x ស្មើប៉ុន្មានចា x ស្មើដក4ហើយនឹង1ទៀត x ស្មើ1អញ្ចឹងបានរឹស2ណា x មាន2ហើយបើម្ដងទៀតបើពីបែកម្ដង x ការ៉េដក9ស្មើ0អញ្ចឹងធ្វើម៉េចចាអញ្ចឹងយើងបាន x ការ៉េដក9បោះមិនណាបូក9ប្របាត់ការ៉េបោះរើបាត់បូកដកឬ9ស្មើបូកដកណា3ចឹងហើយតាក់មកមើលតារាងសញ្ញាណាមកមើលតារាងសញ្ញាយើងមាន x ប៉ុន្មានយើងមាន x ប៉ុន្មាន x 4ឆ្នាំ500ទៀតណាយើងមាន x 4តារាងសញ្ញាយើងទៅដែរយើងពុះវាមកកន្លែងនេះដាក់អខេអីអញ្ចឹងអខេ x កន្លែងនេះដល់អណន្តទៅដល់បូកអណន្តចា x យើងមានប៉ុន្មាន4អញ្ចឹងយើងត្រូវបន្ថែមជួរឈរយើងឲ្យបាន4មកចាបាន4នេះឡើយនេះបាន4តាហើយបន្តមកទៀតកន្លែងនេះសម្រាប់ដាក់ភាគយកណាភាគយក x ការ៉េបូក 3x ដក4អត់មានសញ្ញាធំតូចទេណាប្រយ័ត្នច្រឡំបងយើងធ្វើដឹងឲ្យច្រឡំរហូតហើយអញ្ចឹងកុំឲ្យច្រឡំហើយដាក់ភាគបែង x ការ៉េដក9ហើយនេះដាក់ប្រធានលំហាត់យើងយកភាគយកចែកនឹងភាគបែងមកចែកជាមួយនឹង x ការ៉េដក9ធំមិនតូចធំជាងឬស្មើ0នេះតារាងយើងបន្តមកយើងទៅរៀបលេខរបស់យើង x នេះមានប៉ុន្មាន4អ្នកណាទូចជាងគេដក4អញ្ចឹងដក4តូចជាងគេដក3 1ហើយនឹង3ចាប៉ុណ្ណឹងហើយបន្តមកជួរទី1ឯណារឿងរបស់ជួរទី1ចាយើង1ចំលេខដក4និង1ណានេះអាទី1របស់យើងចន្លោះកដានេះម៉េចកយអាអញ្ចឹងអាយើងនេះបូកអញ្ចឹងកន្លែងទៅជាដកក្រៅពីហ្នឹងគឺបូកទាំងអស់បានសញ្ញាមានឆ្នូតទេអត់មានឆ្នូតទេ x ការ៉េដក9អញ្ចឹងគឺកន្លែងដក3ហើយណា3ចន្លោះនេះម៉េចកយអញ្ចឹងកន្លែងនេះយើងបូកពេលចន្លោះកដានេះដកក្រៅពីហ្នឹងបូកអត់មានសញ្ញាមានឆ្នូតទេហើយអ្វីមួយដែលសំខាន់នៅក្នុងនេះលំហាត់របស់យើងគេដាក់ស្មើក្នុងសភៅប៉ុន្តែខ្ញុំបន្ថែមស្មើដើម្បីពន្យល់កន្លែងមួយឲ្យតែមានស្មើប្រើគ្នាត្រឡប់ចាប៉ុន្តែពាក្យថាប្រើគ្នាឧទាហរណ៍ថាគេប្រើគ្នាកន្លែងលេខដក4មានន័យថាលេខដក4ក៏យកឧទាហរណ៍ដក4ទៅដល់1លេខដក4ក៏យកលេខ1ក៏យកធំជាងដក4ក៏យកតែបើសិនជាគេប្រើវងកញ្ចក់ដក4នឹងអត់យកទេយកតែលេខធំជាងដក4អញ្ចឹងវងកញ្ចក់នឹងគ្នាអត្តន័យអញ្ចឹងដក4ប្រើគ្នាមានថាលេខហ្នឹងក៏យកដែរលេខដក4ក៏យកប៉ុន្តែអានេះលេខដក4អត់យកទេអញ្ចឹងពាក្យថាគ្នាមានន័យថាយើងប្រើគ្នាគឺយកហើយប៉ុន្តែយើងមើលភាគបែងយើងគឺអានេះត្រូវហើយភាគបែងបើយើងយកលេខ3
bà dương vô lịch bay á dương đặt bay cái lại đi trên ấy bay cái rễ màn buồn to cho môi nắng buồn mà ấy sôn thì bay sôn bàn đấy អត់ អត់បានទេអញ្ចឹងទោះកន្លែងនេះមានគ្នាក៏ដោយមិនមានគ្នាមានស្មើក៏ដោយមិនមានស្មើក៏ដោយឲ្យតែភាគបែកត្រូវតែប្រើវងកញ្ចក់ពាក្យថាវងកញ្ចក់មានន័យថាលេខនឹងអត់យកទេអញ្ចឹងមិនថាមិនមានស្មើមិនថាមានស្មើក៏ដោយឲ្យតែលេខចេញពីភាគបែកនេះលេខដែលចេញពីភាគបែកណាគឺត្រូវតែប្រើវងកញ្ចក់អត់ឲ្យប្រើគ្នាទេអញ្ចឹងអ្វីដែលសំខាន់គឺត្រង់ហ្នឹងណាតែយើងដាក់គ្នាគឺខុសហើយលំហាត់ហ្នឹងព្រោះភាគបែកមិនអាចស្មើ0ទេអញ្ចឹងកន្លែងហ្នឹងxការ៉េដក4ហ្នឹងគឺភាគបែកទៅអត់ភាគបែកវាមានរឹសគឺលេខប៉ុន្មានដក3អញ្ចឹងកន្លែងលេខដក3យើងថែមឈ្នួតមួយទៀតបញ្ជាក់ថាលេខដក3ហ្នឹងគេអត់យកទេហើយនឹងលេខប៉ុន្មានមួយទៀតលេខ3គឺគេអត់យកទេយើងថែមឈ្នួតមួយទៀតមកដើម្បីចំណាំកន្លែងហ្នឹងណាទោះវាមានស្មើក៏ត្រូវតែប្រើវងកញ្ចក់ដែរកន្លែងហ្នឹងទោះវាអត់ស្មើក៏ត្រូវតែប្រើវងកញ្ចក់តោះឥឡូវមកមើលរកចម្លើយភាគយកត្រូវចែកជាមួយនឹងអីគេភាគបែកអញ្ចឹងយើងត្រូវយកសញ្ញាបូកចែកជាមួយនឹងសញ្ញាបូកចេញអីសញ្ញាបូកសញ្ញាដកចែកនឹងសញ្ញាបូកដកចែកនឹងដកបូកចែកនឹងដកហើយបូកចែកនឹងបូកតើណាណាតោះយើងយកធំឬតូចយើងយកធំយើងតូចនេះអត់យកអានេះយើងយកធំតូចនេះអត់យកដែរអញ្ចឹងបូកយើងគឺយើងយកដល់ម៉ានកន្លោះ3កន្លោះអញ្ចឹងតាមមកមើលរបៀបសរសេរដូចនេះវិសម័យការចាមានចម្លើយអញ្ចឹងយើងឆ្លើយដល់3ប្រជុំគ្នាតាទី1ពីណាទៅណាពីដកអនន្តទៅដល់ដក4អញ្ចឹង x របស់2យើងមានស្មើប្រើអីចាស់ទៀតអញ្ចឹងយើងយកពីដកអនន្តទៅដល់អីអញ្ចឹងដកអនន្តទៅដល់ដក4ប្រើគ្នាណាប្រើគ្នាដោយសារយើងមានស្មើបើអត់ស្មើប្រើវងកញ្ចក់ប្រជុំជាមួយនឹងអីនេះពីដក3ទៅដល់1អញ្ចឹងយើងមើលដក3គេយកអត់អញ្ចឹងត្រូវប្រើវងកញ្ចក់ដក3ទៅដល់លេខ1លេខ1យកអត់យកគឺប្រើប្រជុំមកតាមទៀតគឺនេះពីណាទៅណាពី3ទៅដល់បូកអនន្តលេខ3យកអត់អញ្ចឹងប្រើវងកញ្ចក់ពី3ទៅដល់បូកអនន្តអញ្ចឹងនេះចម្លើយយើងនេះ3ប្លុកត្រូវប្រជុំ3ដកគ្នាភាគបែកកន្លែងនេះមែនកន្លែងនេះបើវាអត់ស្មើវងកញ្ចក់ទាំងអស់កន្លែងនេះបើវាអត់មានសញ្ញាស្មើភាគបែកកន្លែងនេះមែន